រដ្ឋាភិបាលថៃនៅថ្ងៃទី11ខែមិថុនាឆ្នាំ2026បានអនុម័តថវិកាជិត10លានបាតឬប្រហែល$30,000ដាក់ចូលទៅក្នុងមជ្ឈមណ្ឌលព័ត៌មានរួមថៃកម្ពុជាដើម្បីពង្រឹងសមរភូមិព័ត៌មាននាំយករឿងរ៉ាវអំពីចំនួនព្រំដែនជាមួយកម្ពុជាទៅបញ្ចុះបញ្ចូលពិភពលោកលើឆាកអន្តរជាតិតាមការចុះផ្សាយរបស់កាសែតខៅសូតនាយករដ្ឋមន្ត្រីថៃលោកអនុទានឆន្ទវរគុលនិងរដ្ឋមន្ត្រីការពារជាតិថៃលោកអាដុលប៊ុនថាំចរ៉នបានឯកភាពគ្នាថាមជ្ឈមណ្ឌលព័ត៌មានរួមថៃកម្ពុជាត្រូវតែពង្រឹងដើម្បីជំរុញការតាមដានគ្រប់គ្រងផ្សព្វផ្សាយព័ត៌មានឲ្យបានផុសផុលទាក់ព័ន្ធទៅនឹងស្ថានភាពព្រំដែនជាមួយកម្ពុជាដែលនៅបន្តតានតឹងក្នុងកញ្ចប់$30,000នេះនឹងរួមមានទាំងការរៀបចំឲ្យអ្នកសារព័ត៌មានបរទេសចូលទៅកាន់តំបន់ព្រំដែនបង្កើនយុទ្ធនាការផ្សព្វផ្សាយព័ត៌មាននិងចងរឹតទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឲ្យកាន់តែសកម្មជាងមុនមន្ត្រីថៃអះអាងថាថវិកានេះនឹងជួយឲ្យមជ្ឈមណ្ឌលអាចផ្ដល់ព័ត៌មានទាន់ពេលវេលានិងផ្អែកទៅលើការពិតទៅកាន់ពិភពលោកដែលផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងលើចំនួនព្រំដែនរវាងប្រទេសទាំងពីរការសម្រេចនេះកើតឡើងនៅពេលដែលការប្រកួតប្រជែងលើសមរភូមិព័ត៌មានរវាងកម្ពុជានិងថៃនៅតែជាផ្នែកសំខាន់មួយនៃវិបត្តិព្រំដែនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះភាគីទាំងពីរបានប្រើប្រាស់បណ្ដាញសង្គមសារព័ត៌មានជាតិនិងអន្តរជាតិការផ្សព្វផ្សាយជាភាសាអង់គ្លេសនិងការតាក់ទាញសារព័ត៌មានបរទេសដើម្បីបង្ហាញទស្សនៈនិងភស្តុតាងគាំទ្រអំណះអំណាងរបស់ខ្លួនអ្នកវិទ្យាសាស្ត្រនយោបាយលោកកិនភៀយល់ថានេះគឺជាសង្គ្រាមនិទានកថាដែលភាគីឈ្លានពានកំពុងព្យាយាមធ្វើឲ្យពិភពលោកមើលឃើញថាខ្លួនជាជនរងគ្រោះលោកថាកម្ពុជាមិនគួរនៅស្ងៀមទេត្រូវតែធ្វើយុទ្ធនាការការទូតព័ត៌មានឲ្យសកម្មនិងបូរេសកម្មជាងមុនហើយរដ្ឋាភិបាលគួរមានកញ្ចប់ថវិកាសម្រាប់ការងារការទូតព័ត៌មានពង្រឹងកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិឲ្យកាន់តែខ្លាំងថែមទៀតដើម្បីឲ្យសាររបស់កម្ពុជាអាចទៅដល់សហគមន៍អន្តរជាតិបានទាន់ពេលនិងមានប្រសិទ្ធភាពជាការឆ្លើយតបអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនប៊ុនណានិយាយថាកម្ពុជាបាននឹងកំពុងធ្វើយុទ្ធនាការការទូតនិងព័ត៌មានយ៉ាងសកម្មរួចទៅហើយដើម្បីបង្ហាញការពិតទៅកាន់សហគមន៍អន្តរជាតិលោកបញ្ជាក់ថាកម្ពុជាជាប្រទេសរងគ្រោះពីការរំលោភបំពានបូរណភាពទឹកដីនិងគោលជំហររបស់កម្ពុជានៅតែជាការដោះស្រាយបញ្ហាដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ